តោះនេះខ្ញុំមកប្រាប់ពីរបៀបកាត់ mid fade ជូនបងប្អូនដែលថ្មីទៅរៀនសក់ពលប្រុសនេះខ្ញុំឡើងពុំលេខ1ជាមួយនឹង motor M10 អញ្ចឹងបងប្អូនឡើងពុំលេខ1តាមខ្ញុំក៏បានឬក៏ឡើងលេខ1កន្លះក៏បានអត់បញ្ហាជាដំបូងបងប្អូនឡើងម៉ូតឲ្យមកជុំក្បាលរបស់ភ្ញៀវសិនមកបន្ទាប់ពីឡើងចប់បងប្អូនតដោយ 0.5 ក៏បានឬក៏បងប្អូនកំណត់ឡាញ00ក៏បានតែបើខ្ញុំអត់កំណត់ឡាញមុនទេព្រោះខ្ញុំតដោយលេខ 0.5 មកតែម្ដងទៅតពីបងប្អូនឡើង 0.5 មកជុំហើយបងប្អូនកំណត់ឡាញទៅបាទចាប់ផ្ដើមពី00ខ្ញុំធ្វើតែអញ្ចឹងទេរៀងលឿនអញ្ចឹងបងប្អូនកំណត់ឡាញ00ហ្នឹងគឺមកជុំដូចគ្នាមកបាទគឺមកជុំភ្ញៀវដូចគ្នាមកដូចខ្ញុំពងធ្វើឲ្យបងប្អូនមើលហ្នឹងហើយបន្ទាប់មកទៀតបងប្អូនទម្លាក់ថ្មិញទៅជា 0.4 ណាបងប្អូនចូលលេខ 0.4 ម៉ូទ័រហ្នឹងអត់ដល់ 0.5 ទេយើងតម្លាក់ថ្មិញទៅជា 0.4 បងប្អូនប្រើកដៃលុប 0.4 ភ្ជាប់ជាមួយ 0.5 យើងភ្ជាប់វាទៅអាចសក់ហ្នឹងវាឃើញបដិញគ្នាដូចបងប្អូនកំពុងតែមើលហ្នឹងឃើញបដិញខ្លះហើយបាទវាកន្លែងខ្លះយើងបដិញទៅវាស្មើហ្មងកន្លែងខ្លះយើងបដិញទៅវាអត់ស្មើទេបើសិនជាបដិញទៅវាអត់ស្មើបងប្អូនតឡើង 0.3 មកបាទ 0.3 បងប្អូនតឡើងបន្តិចមកហើយលុបវាឡើងនឹងកន្លែងដែលវានៅស្នាមហ្នឹងទៅគឺអស់តែម្ដងបងប្អូនមើលដៃខ្ញុំទៅបាទតម្លាក់ចុះតម្លាក់ឡើងហ្នឹងគឺតម្លាក់ថ្មិញបាទតម្លាក់ថ្មិញម៉ូទ័រហ្នឹងបាទមាន 0.4 0.3 0.2 0.1 តាមស្ថានភាពសក់ប្រកេះភ្ញៀវវាមានកដិកដកអញ្ចឹងយើងត្រូវធ្វើតាមហ្នឹងអញ្ចឹងបងប្អូនអាចសិក្សារៀនសូត្រមើលតាមបានសម្រាប់ម៉ូត mid fade ណាបាទហើយម៉ូត fade ចេះបើសិនជាគេចង់បាន mid ឬក៏ low អីឡូរៀងទៀបជាងនេះបន្តិចបាទនេះហៅ mid ដោយសារវាខ្ពស់ដែរអញ្ចឹងបងប្អូនបដិញឲ្យកោងតិចមកបាទភាគច្រើនប្រកេះគេរៀងខ្លីៗគេបដិញកោងរៀងស្អាតណាហើយប្រកេះយ៉ាងវែងបដិញអត់ទៅស្អាតទេព្រោះពីក្រោយយើងត្រូវលើកបន្តិចប្រកេះអូនអញ្ចឹងរៀងវែងយើងលើកបន្តិចតមកទៀតបងប្អូនច្រឹបជើងសក់បាទឲ្យវាចេញជារូបជារាងមកហ្នឹងហើយឃើញពងឆាប់ឲ្យបងប្អូនមើលមិនលីបងប្អូនមើលមួយឲ្យបងប្អូនមើលទៅឆាប់យល់ហ្នឹងហើយគឺខ្ញុំចែកម្លេច free ទេបងប្អូនកុំភ្លេចគ្រាន់តែជួយចូលទៅ subscribe channel របស់ខ្ញុំម្នាក់មួយទៅបាទ subscribe channel ខ្ញុំម្នាក់មួយទៅខ្ញុំបង្ហោះ2ថ្ងៃម្ដងសម្រាប់វីដេអូរៀនកាត់សក់ណាពេលនឹងខ្ញុំផុសម៉ូតនៅក្នុង Facebook ទៅបងប្អូនម្នាក់គាត់សុំម៉ូតពីរបៀបកាត់ម៉ូត mid fade អញ្ចឹងគឺខ្ញុំបង្ហាញជូនបងប្អូនមើលអស់គ្នាហ្មងមិនមែនសពួរតែគាត់ទេគឺអ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងគ្រាន់តែបងប្អូនចូលមើលហើយចុច subscribe channel ខ្ញុំម្នាក់មួយទៅបាទមិនអស់អីទេបើគ្រាន់តែជួយ subscribe channel ខ្ញុំម្នាក់មួយទៅបាទខ្ញុំនឹងបង្ហាញវីដេអូជូនបងប្អូនមើលធ្វើវីដេអូក៏ត្រូវការអ្នកមើលដែរបងប្អូនបើមិនតែយើងធ្វើទៅអត់មានអ្នកមើលក៏ពិបាកនឹងការធ្វើដែរអញ្ចឹងណាជាងអត់មានកម្លាំងចិត្តធ្វើឲ្យមើលទេតោះហើយដល់កន្លែងនេះខ្ញុំបញ្យល់កន្លែងនេះបន្តិចបាទបន្ទាប់ពីយើងលេងអីហើយខ្ញុំពាក់ពុំ 0.5 ខ្ញុំតម្លាក់មុខអញ្ចឹងខ្ញុំតម្លាក់ថ្មិញឲ្យខ្លាចជា 0.9 អញ្ចឹងយើងភ្ជាប់ជាមួយនឹងលេខ1បន្ថែមទៀតបាទវាខុសគ្នាតែ1មីលីម៉ែត្រទេព្រោះថា 0.1 យើងបបោះដំបងគេបង្អស់យើងបើកមុខត្រូវអត់បន្ទាប់មកយើងបន្ទាប់មកចុងក្រោយមកគឺយើងពាក់ពុំ 0.5 តម្លាក់ទៅខ្លាចជា 0.9 មើលកន្លែងណាដែលវានៅកដកយើងតម្លាក់មក 0.8 តាមស្ថានភាពសក់ដែលនៅសល់យើងណាបងប្អូនអញ្ចឹងវីដេអូនេះគឺខ្ញុំបញ្យល់ឲ្យបងប្អូនយល់តែបើសិនជាអត់យល់បងប្អូនកុំភ្លេចជួយខមមិនខាងក្រោមមកបាទហើយសក់នេះគឺយើងកាត់ហើយមិនមែនហើយទាំងស្រុងទេគឺហើយចំហៀងបាទហើយមានតែនៅសក់លើបាទឥឡូវសក់គាត់ចង់បានខ្លីបាទសក់នេះគាត់ចង់បានខ្លីអញ្ចឹងណាតែនៅពេលសក់លើកាត់អត់សូវស្អាតប៉ុន្មានទេព្រោះដោយសារតែគាត់ចង់ទុកប៉ុណ្ណឹងឥឡូវយើងមកមើលការសេរីសក់ចំហៀងអញ្ចឹងបងប្អូនមានម៉ូទ័រណាដែលមុតបងប្អូនសេរីសក់បន្តិចអញ្ចឹងណាតាមខ្ញុំអញ្ចឹងណាបងប្អូនបាទម៉ូទ័រទុយគេអត់ឲ្យកាត់លូបសក់ទេឲ្យកាត់តិចព្រោះកាត់លូបសក់យូរអាចជារិលម៉ូទ័របានតែរិលទៅទិញថ្មីហើយបាទឥឡូវបងប្អូនមើលការសេរីសក់ព្រោះសក់អូននាងខ្ញុំនិយាយហ្នឹងប្រកេះគាត់រៀងធំវែងដល់ពេលអញ្ចឹងសក់មើលគាត់រៀងសពងអញ្ចឹងបងប្អូនចង់បានកោងគឺបងប្អូនធ្វើដូចខ្ញុំមកចង់បានធ្វើសក់យ៉ាងកោងអញ្ចឹងណាបាទអញ្ចឹងបងប្អូនមិនយល់តាណាតណីអាចខមមិននៅខាងក្រោមវីដេអូបានបាទហើយខ្ញុំអធិស្ឋានទៅដល់បងជាងដៃដែលគាត់ពូកែមកហៅដៃឯកណាពូកែបើឃើញវីដេអូនេះហើយបើសិនខ្ញុំអធិប្បាយទៅឬក៏កាត់អត់បានស្អាតត្រង់ណាត្រង់ណីសូមមេត្តាអធិស្ឋានផងព្រោះទឹកដៃនៅមានកម្រិតបន្ទាប់ពីយើងកាត់សេរីនេះសេរីនោះហើយយើងមកសាប់លុបធ្នេបន្តិចបាទកន្លែងណាដែលយើងមិនពេញចិត្តយើងលុបបន្តិចទៅបើយកកន្ត្រៃសាប់ហើយនឹងក្រាស់ទូចបងប្អូនត្រូវតែមានក្រាស់ទូចបើអត់មានទិញមកបាទហើយសាប់ដូចខ្ញុំទៅយើងបដិញឲ្យវាមានឃើញស្មោលបាទសខ្មៅសខៀវខ្មៅស្មោលអីចឹងទៅបាទតាមស្ថានភាពដែលអ្វីដែលយើងអាចធ្វើទៅបានគឺយើងធ្វើទៅណាបងប្អូនបាទហើយកាត់សក់ក៏យើងត្រូវធ្វើចឹងដែរជាងធ
ធំពួកគេធ្វើទៅដូចយើងដែរបងប្អូននេះខ្ញុំដូចបង្រៀនបងប្អូនឲ្យមើលឆាប់យល់ហ្មងបាទជាងខ្លះគាត់ចេះហើយគាត់មើលតាមផ្លេចគាត់យល់អត់អីទេហើយបើសិនតែខ្ញុំបញ្យល់ទៅបងប្អូនមិនសូវយល់ក៏មិនដឹងធ្វើមិនដែរបងប្អូនអើយបាទអធិប្បាយអស់ក្បាច់ហើយពួកដូចថាខ្ញុំចេះមិនគឺខ្ញុំប្រាប់ចឹងហើយអានេះគឺបើសិនជាយើងរៀនវិញគឺគាត់លុយពេញនេះបាទតែខ្ញុំបង្រៀនបងប្អូន free មកបង្ហាញបងប្អូន free តែម្ដងអញ្ចឹងបងប្អូនកុំភ្លេចតបស្នងខ្ញុំគ្រាន់តែចុច subscribe channel ម្នាក់មួយមកបាទតែប៉ុណ្្នឹងមកអូខេអរគុណច្រើនមែនតើហ្មងនេះសក់ចំហៀងដែលយើងធ្វើឲ្យបងប្អូនឃើញហ្នឹងបាទវាមានថ្នេរកោងបដិញអញ្ចឹងបាទបើសិនជាយើងអត់កាត់ថ្នេរឲ្យកោងបដិញអញ្ចឹងទេគឺអត់សូវស្អាតទេអញ្ចឹងបងប្អូនមើលលេងទេបាទមើលពីដំណាក់កាលមកដំណាក់កាលដែលខ្ញុំបញ្យល់ពីខាងដើមមកអញ្ចឹងហើយសក់នេះខ្ញុំធ្វើការកាត់ហើយខ្ញុំត្រូវការកាត់ពីលើព្រោះសក់គាត់សពងធំគាត់ឲ្យកាត់ឲ្យខ្លីខ្ញុំក៏សេរីមកខ្លីតាមគាត់តែម្ដងសក់គាត់នេះខ្ញុំណែនាំឲ្យគាត់ទុកពីលើយ៉ាងវែងបន្តិចតែគាត់ថាអត់បាច់ទេvì saoតែគ្រួសារគាត់ពុកម្ដាយគាត់ជេរខ្លាំងពេកបាទគាត់ឲ្យកាត់ខ្លីមកបាទហើយតែមួយអត់តម្រឹមមុខទេបាទសក់គាត់ស្អិតសរសៃធំខ្លាំងមែនទែនបងប្អូនអើយហើយគ្មានផ្លុំម៉ូតផ្លុំមកចាប់មុខចាប់ម៉ូតអីគេកាត់មិនគេទៅអញ្ចឹងបរោយទៅបាទព្រោះvì saoតែយើងពេលវេលាមានគេហៅថាពេលវេលាជាមានប្រាក់ណាបាទភ្ញៀវនៅចាំច្រើនអញ្ចឹងយើងកាត់បដាថតបដាឲ្យបងប្អូនមើលខ្លីៗមិនមែនខ្លីៗទេអានេះគឺវីដេអូពេញតែម្ដងបាទគឺវីដេអូពេញតែម្ដងជូនបងប្អូនមើលដល់ពេលដែលកាត់សក់ហើយក៏គាត់ចង់បានវែកបាទគាត់ទៅដំបងគាត់ต้องអ៊ុតសរោមទេតែដល់ពេលយូរទៅម៉ែគាត់ជេរពេកគាត់មកកាត់ឲ្យខ្លីអស់ប្រហែលក៏ម៉ែគាត់ជេរអញ្ចឹងណាតាសក់នេះយើងកាត់ហើយបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទហើយអរគុណច្រើនបងប្អូនដែលចូលមកចូលរួមទស្សនាទាំងអស់គ្នាបាទកុំភ្លេចជួយចុច like ចុច subscribe ខ្ញុំម្នាក់មួយផងបាទខ្ញុំបាទជាជាងសូមអរគុណបងប្អូនទុកជាមុនបាទអរគុណច្រើនបាយបាយ